ABS ឡើងមានជាបញ្ហាពេលនេះគឺដែលឃើញប៊ិចកំពុងរសេស្អាតធ្លាក់ផាំងទៅដាច់ទឹករសេលេងបានណាចំណេញលុយអត់ដូរ ABS បើខ្ញុំដូរតាមគេហ្នឹងខាត600បាត់ហើយការគិតរបស់ខ្ញុំពិតជាត្រឹមត្រូវមែនសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន case study ថ្មីមួយគឺករណីជាមួយនឹងប្រព័ន្ធប្រាំង ABS របស់ Approve ឡានខ្ញុំពងជីនេះគឺ012បាទនេះនៅពេលណាដែលវាលោតភ្លាមវានឹងលោតសំបីទៅប្រព័ន្ធទូលំនឹងវាក៏ប៉ុន្តែពេលដែលខ្ញុំថតនេះគឺមើលអត់ឃើញទេហើយវាកង់បលឺមិនដឹងថ្ងៃមួយគឺឡានហ្នឹងបងប្រុសខ្ញុំគាត់ជីទៅវាអស់ស្បែកប្រាំងអញ្ចឹងទៅតែកាលណាវាអស់ស្បែកប្រាំងវាធ្វើឲ្យកំហាប់ប្រេងហ្នឹងវាទៅខូមហើយគាត់ឃើញថាប្រេងហ្នឹងវាទៅខូមអញ្ចឹងគាត់គិតថាអស់ប្រេងអញ្ចឹងគាត់ថែមប្រេងខ្ញុំធ្លាប់មើលទស្សនាវីដេអូដែលគេបញ្យល់ណែនាំថាប្រេងប្រាំងបើអាចមិនប៉ះពាល់វាទេកុំបើកមើលផ្ដេសផ្ដាស់ហើយអញ្ចឹងនៅលើកំប៉ុងប្រេងប្រាំងគឺវាមានជាទូទៅវាមានគំនូស2គំនូសហើយបើសិនជាយើងកុំបើកវាក៏ល្អដែរកុំឲ្យវាចូលខ្យល់អានេះខ្ញុំករណីដែលខ្ញុំធ្លាប់បានមើលហើយនៅពេលដែលគាត់គិតថាវាអស់ប្រេងគាត់ក៏ទៅថែមប្រេងទាំងដែលការប្រស្បែកប្រាំងគាត់អស់ទៅក្រោមមែនតើហើយអញ្ចឹងនៅពេលដែលគាត់ថែមការហ្នឹងគឺជាងណាថែមហ្នឹងក៏អាចបានគ្របគម្របហ្នឹងវិញទេអញ្ចឹងទៅធ្វើឲ្យវាចូលខ្យល់ជីពេលមួយខ្ញុំជីមកពេញស្រាប់តែលោត ABS មកលោតទឺហើយលោតសញ្ញាប្រងព្រាតពេញតាប់លោតអញ្ចឹងករណីហ្នឹងគឺវាគាំងដុំ ABS ហើយអញ្ចឹងបើសួរដូរចន្លោះ5-600អញ្ចឹងទៅអញ្ចឹងវាច្រើនដែរខ្ញុំក៏សម្រេចយកទៅដាក់ជាងកន្លែងបងមួយចិត្តផ្ទះខ្ញុំគាត់ឲ្យគាត់ជួសជុលសិនអស់ប្រហែលនេះកាលហ្នឹងនៅក្រោម100អញ្ចឹងគាត់ជួសជុលទៅលេងគាំងដុំ ABS ហើយក៏ប៉ុន្តែការគិតរបស់ខ្ញុំវានៅតែលោតម្ដងម្កាលនេះតែកាលណាវាលោតប្រាំងវានៅតែស៊ីដែរតែវាស៊ីលក្ខណៈវាមិនមែនស៊ី ABS ទៅចែកទេគឺស៊ីកម្លាំងជើងដែលយើងជន់ទៅវាទៅចាប់ប្រាំងអញ្ចឹងតែកាលណា ABS វាដើរអត់ smooth អាឆាចរបស់វាដែលយើងជន់ប្រាំងទៅវាចុះអង្គុយមកវិញហ្នឹងត្រូវបានផ្អែកអញ្ចឹងតែកាលណា ABS មានបញ្ហាគឺអាហ្នឹងក៏វាមានបញ្ហាដែរអញ្ចឹងវាអាចធ្វើឲ្យយើងស៊ីតែម៉ាស៊ីនសុតអីចឹងទៅដែលឃើញប៊ិចកំពុងរសេស្អាតធ្លាក់ផាំងទៅដាច់ទឹករសេលេងបានណាឥឡូវខ្ញុំកំពុងយកទៅឲ្យជាងគាត់ដូរប្រេងប្រាំងមកឈុតចោលហ្មងខ្ញុំចង់ដឹងថាបន្ទាប់ពីដូរហើយហ្នឹងតើវានៅលោត ABS ទៀតអត់បើសម្រាប់ខ្ញុំគិតថា ABS ឡើងមានជាបញ្ហាពេលនេះគឺ ABS វាចែកប្រេងទៅកង់ទាំង4អត់គ្រប់គ្រាន់អញ្ចឹងឥឡូវជាមួយខ្ញុំទៅ check មើលថាតើពេលដែលយើងដូរប្រេងមកឈុតឡើងវិញ refill វាឡើងហ្នឹងតើ ABS យើងវាល្អឡើងវិញអត់តោះទៅមើលទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំបានមកដល់ក្រាស់ឡានហើយកំពុងឲ្យគេឡើងពងខ្ញុំសូមអធិស្ឋានសម្រាប់បងជាងខ្ញុំមិនមែនចេះជាងទេតែនេះជាការយល់ឃើញរបស់ខ្ញុំទេខ្ញុំគិតថាឡានខ្ញុំនេះខ្ញុំធ្លាប់ជួសជុល ABS លើកមុនអញ្ចឹងហើយវានៅតែលោតទៀតអញ្ចឹងខ្ញុំគិតថានៅបញ្ហារឿងប្រេងមួយទេខ្ញុំអត់ត្រូវដូរ ABS ទេអញ្ចឹងខ្ញុំគ្រាន់តែដូរតែប្រេងមកបានហើយឥឡូវជាងពួកឆែកម្ដងទៀតឃើញថាបញ្ហា ABS ទៀតគាត់ថាតដូរ ABS ហើយខ្ញុំក៏សំណពរថាមិនទេឥឡូវមិនតាន់ទេដូរតែប្រេងឲ្យខ្ញុំសិនមកខ្ញុំដាច់ខាតខ្ញុំដូរតែប្រេងសិនទេហើយបើថ្ងៃក្រោយវានៅតែបើវាឥឡូវដូរហើយវានៅលោត ABS អាហ្នឹងចាំខ្ញុំគិតគូតាមហ្នឹងទៀតតែអ្វីដែលខ្ញុំត្រូវការពេលនេះគឺដូរតែប្រេងមកបានហើយក៏ប៉ុន្តែអ្នកទាំងអស់គ្នារឿងដែលអស់ចាហ្នឹងគឺខ្ញុំបន្ទាប់ពីដូរប្រេងហើយហ្នឹងគឺដូចអ្វីដែលខ្ញុំគិតពិតមែនគឺវាលែងលោតលែងអីទាំងអស់ឥឡូវជាងកំពុងរៀបចំនេះនេះគេកំពុងច្រាលប្រេងចេញអញ្ចឹងសរុបទៅវាអស់3កដុងអាប្រេងប្រាំងហ្នឹងច្រាលកង់នឹង4ចេញអស់មកហើយនៅក្នុងដបហ្នឹងគឺសបោទៅដោយកំតិចកំទីអញ្ចឹងដោយសារតែលើកមុនយើងឲ្យបានគ្របផងវាចូលដីផងវាចូលខ្យល់ផងដូចខ្ញុំនិយាយអារឿងធ្លាក់ប៊ិចហ្នឹងវាធ្វើឲ្យប្រេងចូលមកអត់គ្រប់ហ្នឹងទៅម្ដងលោត ABS ម្ដងអត់នេះមើលអ្នកទាំងអស់គ្នាមើលសល់កំតិចដីហ្មងហើយដល់ពេលដែលយើងបានច្រាលវាចេញអស់កង់ទាំង4ហើយចាក់ប្រេងថ្មីចូលឃើញថាវាបានផលមែនគឺវាលែងលោតហ្មងដូចខ្ញុំគិតករណីដែលយើងគាត់ដូរប្រេងមកឈុតហើយ ABS យើង smooth ធម្មតាវិញយើងចំណេញលុយ4-500 600តែបើយើងនៅតែបន្តអញ្ចឹងទៀតយើងអស់លុយដូរប្រេងមកឈុតហើយយើងអស់លុយដូរ ABS ទៀតតែដូចថាយ៉ាងខ្ញុំសង្កេតយកខ្លួនឯងមកសាកល្បងដើម្បីជាមេរៀនមួយហើយក៏ធ្វើវីដេអូសម្រាប់ចែកជូនអ្នកទាំងអស់គ្នា
chi chấm nét đăng phong bà ok nè ngọt kia vì môn máu cả lúc phân ấy đang đã lốt à vậy em mà quên nhỉ à lâu tôi bị nhóm ban đô phình thèn hói tụi bay cho nó thèn cái cho cái lên lốt chi châu cái lúc cái lên lốt à lâu dương cho nên lôi pram một môi rồi là ní chỉ mê riêng á để ra ấy nhóm ban chả preng chơi nhỏ đô preng tham ấy để miếng cầm no cái tích ấy không đúng à lâu đô tham ấy hói lên lốt hai nhưng chuồn cái chọ cái lên lột đấy hỏi chi plơ cái lúc cái lên lột đấy ok cho nên lôi ở đâu à vậy bây nhầm đâu tam kia nó khát và mùi hỏi bạt hai ca kết bọc nhầm bất chỉ trầm trời men xôm o côn